ឆេសអាចជាប្រពន្ធអាថកំបាំងរបស់ Dave ហាំទីបំផុតខ្ញុំបានបញ្ចប់ការងារហើយឡាណាតើអ្នកកំពុងធ្វើអ្វីនៅទីនេះខ្ញុំមានសំណួរតែមួយគត់សម្រាប់អ្នកតើទំនាក់ទំនងរបស់អ្នកជាមួយ Dave ជាអ្វីហេតុអ្វីបានជាអ្នកមិនសួរ Dave ជំនួសវិញអ្នកគួរតែមានកិត្តិយសដែលខ្ញុំកំពុងសួរអ្នក Dave និងខ្ញុំមានទំនាក់ទំនងយ៉ាងស៊ីជម្រៅហើយខ្ញុំមិនចង់ឲ្យអ្នកមកកវៀងយើងទេតើអ្នកជាស្ត្រីដែលគាត់បានរៀបការតើគាត់ប្រាប់អ្នកថាគ្រាន់តែនិយាយថាបាទឬទេចុះបើខ្ញុំឆ្លើយថាបាទអ្នកឆ្កេងយេឡាណាកុំជំរុញសំណាងរបស់អ្នកពិតជាអៀនខ្មាស់ខ្លាំងណាស់អ្នកដឹងទេថា Dave ស្រឡាញ់តែខ្ញុំប៉ុន្តែអ្នកបន្តរុញខ្លួនអ្នកទៅគាត់កញ្ញា Harris មិនថាទំនាក់ទំនងរបស់ខ្ញុំជាមួយ Dave បែបណានោះទេខ្ញុំមិនមែនជាអ្នកគូបង្កប់បញ្ហាជាមួយទេតើវាត្រូវការអ្វីសម្រាប់អ្នកដើម្បីចាក់ចេញពី Dave ខ្ញុំសុំទោសប៉ុន្តែពួកយើងនៅតែរៀបការស្របច្បាប់ពេលយើងលែងលះគ្នាខ្ញុំនឹងរកផ្លូវឲ្យអ្នកអ្វីដែលខ្ញុំគិតថានេះគ្រាន់តែជាលេសប៉ុណ្ណោះតើអ្នកកំពុងព្យាយាមធ្វើឲ្យ Dave ដួលសម្រាប់អ្នកដូច្នេះអ្នកអាចក្លាយជាលោកស្រី Queen ពិតប្រាកដសាកល្បងអ្នកកំពុងតែបោកបញ្ឆោតនឹងកាច់សាហាវគាត់គ្រាន់តែជាបុរសដែលខ្ញុំនឹងមិនខ្មាស់អៀននឹងប្រកាន់ខ្ជាប់ដូចអ្នកទេប្រសិនបើអ្នករួចរាល់បន្ទាប់មកវាតើអ្នកមិនអីទេដៃរបស់ខ្ញុំដៃរបស់ខ្ញុំឈឺវាមិនមែនជាខ្ញុំទេចាំខ្ញុំនាំអ្នកទៅមន្ទីរពេទ្យឥឡូវនេះអូអ្នកភ្ញាក់ហើយតើអ្នកមានអារម្មណ៍យ៉ាងណាតើមានអ្វីខុសជាមួយដៃរបស់ខ្ញុំហេតុអ្វីបានជាខ្ញុំមិនអាចមានអារម្មណ៍ថាដៃរបស់ខ្ញុំដៃរបស់អ្នកវាត្រូវបានប្រេះស្រាំតើនេះមានន័យថាខ្ញុំមិនអាចលេងព្យាណូទៀតទេបន្ទាប់មកអ្វីដែលជាចំណុចនៃការនៅរស់តើខ្ញុំកំពុងរងចាំអ្វីអ្នកនឹងមិនអីទេអ្នកនឹងប្រសើរឡើងការវះកាត់ត្រូវបានធ្វើរួចឆ្អឹងត្រូវបានកំណត់សូម្បីតែដូច្នេះអ្វីអាចត្រឡប់ទៅរបៀបដែលពួកគេធ្លាប់មានតើខ្ញុំអាចមានអារម្មណ៍ដូចគ្នាម្ដងទៀតដោយរបៀបណាកុំបារម្ភខ្ញុំនឹងនៅទីនោះសម្រាប់អ្នកគ្រប់វិធីខ្ញុំនឹងនៅទីនោះសម្រាប់អ្នកជានិច្ចវាជារបស់នាងវាជាកំហុសរបស់នាងជាមូលហេតុដែលដៃខ្ញុំរងរបួសហារីសខ្ញុំមិនបានរុញអ្នកទេអ្នកគួរសួរខ្លួនឯងថាតើអ្នកធ្លាក់ចុះដោយរបៀបណាអ្នកមិនបានរុញខ្ញុំទេតើអ្នកនិយាយថាខ្ញុំដួលដោយខ្លួនឯងហើយមានគ្រោះថ្នាក់ដល់ខ្លួនឯងគ្រាន់តែដាក់ស៊ុំអ្នក Tessa នឹងមិនធ្វើអ្វីមួយដូចនោះទេសេតអ្នកឃើញនាងរុញខ្ញុំហេតុអ្វីបានជាអ្នកនៅតែការពារនាងពេលនេះឆេសសុំទោសនាងខ្ញុំស្ពតថាខ្ញុំមិនបានរុញនាងទេអ្នកមិនជឿខ្ញុំថាដៃរបស់នាងត្រូវបានបាក់អ្វីដែលត្រូវធ្វើជាមួយខ្ញុំនាងកំពុងប្រើរបួសរបស់នាងដើម្បីរៀបចំ Tessaជឿឬមិនជឿខ្ញុំមិនបានរុញនាងខ្ញុំនឹងមិនសុំទោសសម្រាប់នេះទេសាទេកុំទុកឲ្យខ្ញុំនៅម្នាក់ឯងដៃខ្ញុំឈឺខ្លាំងណាស់ខ្ញុំនឹងទទួលខុសត្រូវចំពោះអ្វីដែល Chesa បានធ្វើសូមកុំធ្វើរឿងលំបាកសម្រាប់អ្នកណាម្នាក់ប្រសិនបើអ្នកនិយាយដូច្នេះបន្ទាប់មកខ្ញុំនឹងធ្វើដូចអ្នកនិយាយតើអ្នកអាចប្រកួតប្រជែងជាមួយខ្ញុំជាមួយអ្វី
ខ្ញុំនឹងនៅទីនោះសម្រាប់អ្នកគ្រប់វិធីគាត់ពិតជាមានអារម្មណ៍ចំពោះ Lana ហើយអ្វីខ្ញុំនៅតែសង្ឃឹមទេសាសម្រាប់ជាប្រយោជន៍របស់ទារកនេះត្រូវតែបញ្ឈប់សួស្ដីប៉ាខ្ញុំចង់ទៅផ្ទះខ្ញុំនឹងត្រឡប់មកវិញនៅថ្ងៃស្អែកតើអ្នកទៅណានៅម៉ោងនេះខ្ញុំនឹងទៅរស់នៅកន្លែងផ្សេងឆេសអ្នកនៅតែមិនសប្បាយចិត្តចំពោះអ្វីដែលបានកើតឡើងនៅថ្ងៃនេះខ្ញុំបានដោះស្រាយរឿងជាមួយឡាណារួចហើយដេវចូលយើងលែងលះគ្នាហេតុអ្វីបានជាយើងគួរតើអ្នកពិតជាគិតថាយើងគួររក្សាអាពាហ៍ពិពាហ៍ដ៏គួរឲ្យអាណិតនេះឬទេឆេសកាត់វាចេញដេវអ្នកជាមនុស្សល្អប៉ុន្តែការមិនទុកចិត្តរបស់អ្នកធ្វើឲ្យខ្ញុំឈឺចាប់ខ្ញុំមិនអាចទទួលយកការរៀបការបែបនេះទេខ្ញុំត្រូវការពេលសម្រាប់ដើម្បីឲ្យចិត្តត្រជាក់ហើយមិនចង់ធ្វើឲ្យរឿងកាន់តែអាក្រក់ខ្ញុំគឺលោកស្រីខ្វែងលោកគ្រូខ្វែងមានរឿងអីខ្ញុំចាំថាអ្នកបានដំឡើងកាមេរ៉ាលាក់នៅក្នុងការិយាល័យរបស់ Lena នៅពេលនាងចូលជាអ្នកគ្រប់គ្រងដោយសារយើងមិនប្រកាសពីបំណងចិត្តរបស់នាងបាទបន្ទប់ឃ្លាំមើលមានកំណត់ហេតុប្រចាំថ្ងៃទៅយកវីដេអូឃ្លាំមើលកាលពីម្សិលមិញខ្ញុំនឹងស្វែងយល់ពីរបៀបដែល Lana ដួលMr. Quinn នេះគឺជាវីដេអូកាលពីម្សិលមិញវាបង្ហាញថាលោកស្រី Quinn មិនបានរុញ Lana នៅពេលអ្នកដើរចូលជំនួសមកវិញវាគឺជា Lana ដែលបានលើកនាងឡើងខ្ញុំខុសដែលបន្ទោស Chesa លោក Quinn ដោយក្តីគោរពវាច្បាស់ណាស់ថា Lana មានចេតនារៀបចំវាឡើងដើម្បីឈ្នះការពេញចិត្តរបស់អ្នកនាងមិននឹកស្មានថានឹងបាក់ដៃទេប៉ុន្តែបន្ទាប់មកនាងបានប្រើរបួសរបស់នាងជាលេសដើម្បីជំរុញលោកស្រី Quinn ទៅឆ្ងាយវាជាល្បិចពីរក្នុងមួយតើអ្នកអាចមានលទ្ធភាពទិញវាដោយរបៀបណាបាទអូបាទអ្នកអាចធ្វើបានខ្ញុំត្រូវតែសុំទោសកូនប្រុសដ៏អាក្រក់របស់នាងនាងបានផ្ញើឲ្យនាងសម្រាប់កាតមួយដែលមានទឹកប្រាក់ចំនួន280,000ដោយបញ្ជាក់ថានាងកំពុងសងបំណុលទៅនាងក៏បានចុះហត្ថលេខាលើឯកសារលែងលះអ្វីដែលខ្ញុំទើបតែទទួលបានថានាងកំពុងធ្វើដំណើរទៅប្រលានយន្តហោះហេតុអ្វីបានជាអ្នកមិនប្រាប់ខ្ញុំមុនអ្នកបានរុញនាងចេញហើយឥឡូវអ្នកកំពុងបន្ទោសខ្ញុំដេវតើអ្នកកំពុងធ្វើអ្វីតើអ្នកទៅទីណាខ្ញុំឈប់ទៅស្រុកកំណើតវិញការលាលែងរបស់អ្នកគឺមិនត្រឹមត្រូវទេបើគ្មានការយល់ព្រមពីខ្ញុំបានប្រគល់ឯកសារលែងលះទៅឲ្យ James អញ្ចឹងអូដែលខ្ញុំមិនបានឃើញអ្នកខ្ញុំនឹងមិនលែងលះអ្នកហើយដោយគ្មានការយល់ព្រមពីខ្ញុំទេអ្នកនៅតែជាបុគ្គលិករបស់ក្រុមហ៊ុនការចាក់ចេញដោយគ្មានការអនុញ្ញាតនឹងនាំឲ្យមានការផាកពិន័យចំនួន10លានយោងតាមកិច្ចសន្យា10លានអូអ្នកមិនបានដឹងទេវាត្រូវបានដាក់ចេញទាំងអស់នៅក្នុងកិច្ចសន្យានិងផ្ដល់ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកប្រហែលជាមិនអាចបង់ប្រាក់ឲ្យអ្នកបានទេដូច្នេះតោះទៅយើងកំពុងរងចាំអ្នករៀបចំគម្រោងការកសាងក្រុមប្រចាំឆ្នាំតើខ្ញុំមិនដឹងថា Dave ជាមនុស្សខ្មាស់គេដោយរបៀបណាគាត់មិនចង់លែងលះខ្ញុំហើយរៀបការជាមួយស្នេហាពិតរបស់គាត់ទេ
Miss Gray ខ្ញុំដឹងថាអ្នកនឹងត្រឡប់មកវិញលោក Queen មានទេពកោសល្យឲ្យក្នុងការគោរពខ្ពស់គ្មានផ្លូវដែលគាត់អនុញ្ញាតឲ្យអ្នកទៅនោះទេខ្ញុំនឹងរៀបចំផែនការកសាងក្រុមវាត្រូវបានរៀបចំជាមួយនឹងពេលវេលាដែលបានកំណត់សម្រាប់ថ្ងៃបន្ទាប់ថ្ងៃស្អែកវាត្រូវបានបញ្ចប់ទាំងអស់បាទអ្នកគ្រាន់តែត្រូវចូលរួមក្នុងព្រឹត្តិការណ៍នោះការស្នើសុំឲ្យអ្នករៀបចំផែនការព្រឹត្តិការណ៍នេះតែប៉ុណ្ណោះវិធីរបស់លោក Queen រក្សាអ្នកនៅជុំវិញវ៉ាវស្អាតណាស់អ្វីដែលជាទិដ្ឋភាពដ៏អស្ចារ្យអ្វីដែលជាកន្លែងដ៏អស្ចារ្យអស្ចារ្យអស្ចារ្យវាស្អាតណាស់វាស្អាតនៅទីនេះអ្នករាល់គ្នានៅទីនេះបាទនេះជាកាតគន្លឹះដែលអ្នកអាចសម្រេចចិត្តរបៀបចែកបន្ទប់នៅទីនេះ Miss Gray តើអ្នកចង់ចែករំលែកបន្ទប់ជាមួយខ្ញុំទេអូមិនមានបន្ទប់គ្រប់គ្រាន់នៅទីនេះទេ Miss Gray យើងនឹងរៀបចំបន្ទប់របស់អ្នកនៅក្នុងតំបន់មួយផ្សេងទៀតអ្នកច្បាស់ជាបានខិតខំប្រឹងប្រែងជាអ្នកដឹកនាំលោក Queen បាននិយាយថាអ្នកគ្រប់គ្នាគួរតែរីករាយជាមួយខ្លួនឯងក្រុមហ៊ុននឹងរ៉ាប់រងរាល់ការចំណាយបាទអ្នកណាយាយអ្នកណាយល់ព្រមដោះស្រាយកញ្ចប់ឥឡូវនេះល្អណាស់ខ្ញុំនឹងនាំអ្នកទៅបន្ទប់របស់អ្នកមិនអីទេតាមវិធីនេះ Mrs. Queen នេះគឺជាតំបន់ដាក់កំហិតដែលគ្មានអ្នកណាម្នាក់អាចចូលបានអ្នកមិនចាំបាច់ព្រួយបារម្ភអំពីរឿងនោះទេJames អ្នកគួរតែហៅខ្ញុំថា Miss Gray អ្នកគឺជាប្រពន្ធរបស់ Mr. Queen អញ្ចឹងខ្ញុំមិនអាចហៅអ្នកថាលោកស្រីបានទេ Queen នៅជុំវិញបុគ្គលិកវាសមជាងក្នុងការធ្វើដូច្នេះជាឯកជនដោយវិធីនេះខ្ញុំនឹងលេងហ្គេមនៅកន្លែងប្រជុំនៅពេលក្រោយខ្ញុំបានចែករំលែកនៅក្នុងក្រុមរួចហើយមិនអីទេលោកស្រី Queen នេះជាកន្លែងដែលអ្នកនឹងស្នាក់នៅតើអ្នកគិតយ៉ាងណាវាពិតជាល្អណាស់ទេពខ្ញុំចង់និយាយជាមួយអ្នក James ដោះស្រាយការផ្លាស់ប្ដូរបន្ទប់ប្រសិនបើអ្នកចង់ប្ដូរបន្ទប់អ្នកត្រូវសួរគាត់គាត់រវល់ណាស់ដូច្នេះគាត់ទំនងជាមិនមានពេលជួយអ្នកទេអ្នកហាក់ដូចជាមិនសប្បាយចិត្តខ្លាំងណាស់កន្លែងនេះពិតជាស្រស់ស្អាតណាស់ប្រសិនបើអ្នកចូលចិត្តយើងអាចបន្តការស្នាក់នៅរបស់យើងបានបន្ទាប់ពីការសាងសង់ក្រុមបានបញ្ចប់ខ្ញុំមិននៅក្បែរអ្នកទេតាមរបៀបដែល James បាននិយាយថានឹងមានការប្រកួតនៅពេលក្រោយតើអ្នកចង់ចូលរួមទេមិនអីទេខ្ញុំនឹងចាក់ចេញហេហេមិនអាក្រក់ហា Mr. Queen នៅទីនេះយើងកំពុងរងចាំអ្នក Miss Gray តើអ្នកកំពុងធ្វើអ្វីយើងទើបតែបញ្ចប់ហ្គេមបាញ់ធ្នូឥឡូវនេះសម្រាប់ជុំបន្ទាប់ក្រុម2នឹងវាយគុយទាវហើយក្រុមដំបូងដែលបញ្ចប់ការឈ្នះក្រុមដែលចាញ់ត្រូវតែរីករាយនឹងការដាក់ទណ្ឌកម្មដែលលោតចេញពីពេញប៉ោងអ្នកទៅមុខចូលរួមជាមួយយើង Miss Grayប្រាកដកញ្ញា Gray នៅតែនឹកមិត្តរួមក្រុមដែលចង់ចាប់ដៃគូជាមួយនាងតើអ្នកចង់ឲ្យលោក Queen ចូលរួមដែរឬទេបាទលោក Queen មកលោក Queen តើអ្វីជាច្បាប់Mr. Queen រាល់ចានមានគុយទាវវែងមួយក្រុមពីរបរិភោគពីចុងទាំងពីរជៀសវាងការបំបែកវារហូតដល់ពួកគេបញ្ចប់ក្រុមលឿនបំផុតនឹងឈ្នះMr. Queen ហេតុអ្វីបានជាអ្នកមិនធ្វើនឹងកញ្ញា Gray ចាប់ផ្ដើមដំបូងយល់ព្រមហារួចរាល់កំណត់ទៅរក្សាវ៉ាឡាងអ្នកទទួលបាននេះទៅសម្រាប់វាទៅរកវាអ្នកអាចធ្វើបានទៅអស្ចារ្យហាហឹមអំពី Mr. Queen តើខ្ញុំអាចបង្ហោះរូបថតទាំងនេះនៅលើបណ្ដាញសង្គមរបស់ខ្ញុំបានទេពិតណាស់ហាចាំមើលទេហេតុអ្វីមិនអញ្ចឹងវាមិនដូចនាងបង្ហោះយើងថាទេ
រួចរាល់ហើយ Mr. Quinn និង Miss Gray បានបញ្ចប់ក្នុងរយៈពេល20វិនាទីសូមក្រុមបន្ទាប់ហេតុអ្វីបានជាអ្នកទុកអ្វីដែលនៅជាមួយនឹងសកម្មភាពមុនរបស់អ្នកអូនជាប្រពន្ធបងមិនក៏អូនថាប្រពន្ធបងហេតុអ្វីបានជាអ្នកខ្មាស់តើអ្នកទៅណាខ្ញុំចង់ទៅលេងទឹកក្តៅកុំធ្វើតាមខ្ញុំទេសាខ្ញុំបានលះបង់ដៃដើម្បីបណ្ដេញអ្នកចេញដណ្ដើមទ្រព្យសម្បត្តិនិងអំណាចយ៉ាងតឹងរ៉ឹងប្រសិនបើនោះជាករណីសួស្តីកញ្ញា Harris លោក Sam Hunt Miss Harris អស់រយៈពេលជាង2ទសវត្សរ៍នឹងអាចទុកចិត្តបានមិនតែងតែឧស្សាហ៍ព្យាយាមទេវាគ្រប់គ្រាន់ហើយទិញយើងសម្រាប់ការលួចកញ្ញា Harris ខ្ញុំដឹងថាខ្ញុំខុសតើអ្នកអាចឲ្យខ្ញុំខ្ចី200សងអ្នកវិញអ្នកអាចមានលុយប៉ុន្តែខ្ញុំត្រូវការជំនួយរបស់អ្នកជាមួយអ្វីមួយអ្វីដែលត្រូវធ្វើខ្ញុំចង់ឲ្យអ្នកបំផ្លាញកេរ្តិ៍ឈ្មោះរបស់ Chesa តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីតើអ្នកនៅតែត្រូវការឲ្យខ្ញុំសរសេរវាសម្រាប់អ្នកនឹងនាងសម្ដែងយ៉ាងស្និទ្ធស្នាលខ្ញុំនឹងផ្ដល់ឲ្យអ្នកលុយគ្រប់គ្រាន់សម្រាប់កំណត់សម្រាប់ជីវិតអរគុណកញ្ញា Harris ពេលខ្ញុំប្រកាសថាអ្នកនឹងលែងលះ Tessa កញ្ញា Gray តើអ្នកប្រកាសថាអ្នកមិនត្រូវការខ្ញុំនៅទឹកក្តៅចាប់តាំងពីអ្នកបានធ្វើរួចអ្នកគួរតែទៅក្រៅខ្ញុំចូលចិត្តនៅម្នាក់ឯងអ្នកបានសម្រាកយូរថ្ងៃមិនអីទេទូរស័ព្ទមកខ្ញុំប្រសិនបើអ្នកត្រូវការអ្វីហា